សួស្តីមួយបេះដូងរបស់អាដមីនទាំងអស់គ្នាថ្ងៃនេះអាដមីននាំយកភាគថ្មីនៃរឿងជីវិតទី2របស់រស់អ៊ីមកសម្រេចជូនទស្សនាបន្តទៀតហើយចាគឺភាគ11និងភាគ12អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលសាច់រឿងរបស់យើងតែម្ដងទៅកាលពីភាគមុនយាយរបស់តួប្រុសបានប្រគល់កងដៃគុជមកឲ្យតួស្រីដែលធ្វើឲ្យកូនប្រសារធំនោះខឹងហើយនឹងច្រណែនទៅតួស្រីជាខ្លាំងពេលត្រឡប់មកវិញអ្នកបម្រើតួស្រីក៏និយាយថាអ្នកនាងកងដៃគុជស្អាតបែបនេះច្បាស់ជាមានតម្លៃថ្លៃណាស់ហើយតួស្រីក៏តបថាវាមិនសំខាន់លើតម្លៃនោះទេអ្វីដែលសំខាន់បំផុតនោះគឺយើងទទួលបានការទុកចិត្តពីលោកយាយជាអ្នកមានឋានៈថ្លៃថ្នូរហើយថែមទាំងមានអំណាចធំនៅក្នុងដំណាក់នេះទៀតគាត់ស្អប់រឿងឆ្លោះគ្នាឥតប្រយោជន៍ណាស់ប្រសិនបើយើងធ្វើឲ្យឪពុកកូនគេឆ្លោះគ្នាព្រោះតែរឿងយកមិញនោះយើងច្បាស់ជារស់នៅទីនេះពិបាកហើយអ្នកបម្រើក៏សួរថាមិនបានជាអ្នកនាងដឹងរឿងមុនអញ្ចឹងតួស្រីក៏ឆ្លើយភ្លាមថាកាលពីជាតិមុនណាប្អូនស្រីរបស់យើងជាអ្នករៀបការចូលគ្រួសារនេះហើយនាងក៏បានសម្ដែងឲ្យយើងឃើញពីខ្សែជីវិតរបស់នាងរួចទៅហើយអ្នកបម្រើក៏សួរភ្លាមថាអ្នកនាងនិយាយអ្វីហ្នឹងខ្ញុំមិនយល់សោះតួស្រីក៏តបភ្លាមថាឥឡូវយើងនិយាយឲ្យឯងងាយយល់ទៅចុះកូនប្រសារធំដែលចិត្តល្អនោះពួកយើងមិនអាចទុកចិត្តបានទេពួកយើងត្រូវតែប្រយ័ត្នជាមួយស្រីម្នាក់នោះឲ្យមែនទែនកាត់មកកូនប្រសារធំវិញនាងខឹងនឹងតួស្រីជាខ្លាំងនាងក៏និយាយភ្លាមថាកងដៃគុជនោះឲ្យយើងបាននិយាយបញ្ចុះបញ្ចូលឲ្យលោកយាយប្រគល់មកឲ្យយើងជាច្រើនដងទៅហើយតែគាត់មិនព្រមឲ្យយើងទេគាត់បែរជាឲ្យទៅនាងរស់អ៊ីអីនោះទៅវិញប្តីរបស់នាងក៏និយាយថាស្ដាប់តាមសម្ដីរបស់លោកយាយនិយាយហើយគាត់ថែមទាំងចង់ប្រគល់អំណាចកាន់កាប់នៅទីនេះឲ្យទៅពួកគេទាំងពីរទៀតផងប្រពន្ធក៏តបភ្លាមថានាងរស់អ៊ីនោះទៅតែការចូលមកទេលោកយាយក៏ពេញចិត្តវាទៅហើយវានៅសម្ដែងឲ្យលោកពុកចូលចិត្តវាទៀតគំនិតវាជ្រៅយ៉ាងនេះវាច្បាស់ជាចង់លេបទ្រព្យសម្បត្តិទាំងអស់របស់គ្រួសារនេះទាំងមូលហើយប្តីរបស់នាងក៏បន្ថែមថាបើនៅតែបែបនេះពួកវាច្បាស់ជាកាន់កាប់អំណាចទាំងអស់នៅក្នុងគ្រួសារនេះហើយយើងច្បាស់ជាគ្មានអំណាចនៅក្នុងដំណាក់នេះទៀតទេឮប្តីនិយាយបែបនេះហើយប្រពន្ធក៏បញ្ជាថាបងឆាប់ទៅហៅស្រីបនម្នាក់នោះមកយើងនឹងរៀបល្បិចប្រើឲ្យស្រីបននោះដេញនាងចេញពីផ្ទះនេះឲ្យបានសាច់រឿងក៏កាត់មកតួប្រុសរបស់យើងវិញតួប្រុសបានបញ្ជាឲ្យអ្នកបម្រើរបស់ខ្លួនយករបស់របរជាច្រើនយកទៅផ្ទះរបស់តួស្រីឃើញបែបនេះហើយតួស្រីក៏និយាយថាគ្រាន់តែទៅលេងផ្ទះអូនសោះបងយករបស់អីក៏ច្រើនយ៉ាងនេះតួប្រុសក៏តបថាបងរៀបចំឲ្យម្ដាយចុងរបស់អូនខ្លះហើយបងក៏បានរៀបចំឲ្យម្ដាយបង្កើតរបស់អូនមួយចំនួនធំដែរព្រោះគាត់នៅទីនោះលំបាកជាច្រើនឆ្នាំណាស់មកហើយតួស្រីឮហើយក៏ញញឹមរួចក៏និយាយថាអូនអរគុណបងណាតួប្រុសញញឹមរួចក៏តបថាមិនអីទេអូនហើយក៏ដើរចេញទៅអ្នកបម្រើតួស្រីក៏សរសើរតួប្រុសថាអ្នកនាងលោកម្ចាស់ល្អនឹងអ្នកនាងយ៉ាងនេះគាត់ច្បាស់ជាស្រឡាញ់អ្នកនាងខ្លាំងហើយចង់ដឹងណាពេលឃើញលោកម្ចាស់យករបស់របរទៅច្រើនយ៉ាងនេះតើមានអ្នកណាហ៊ានមើលងាយអ្នកនាងទៀតទៅតួស្រីក៏និយាយតិចៗថាកុំទុកចិត្តមនុស្សប្រុសអីបើមនុស្សប្រុសពឹងបានណាមេជ្រូកក៏អាចឡើងដើមឈើបានកុំទុកចិត្តមនុស្សប្រុសអីបើមនុស្សប្រុសពឹងបានណាមេជ្រូកក៏អាចឡើងដើមឈើបានអ្នកបម្រើក៏សួរថាអ្នកនាងកំពុងនិយាយអីហ្នឹងតួស្រីក៏តបថាគ្មានអីទេយើងគ្រាន់តែអប់រំចិត្តនឹងបេះដូងរបស់យើងបន្តិចទេនិយាយរួចក៏ដើរចេញទៅរឿងក៏កាត់មកផ្ទះរបស់តួស្រីវិញម្ដងប្អូនស្រីរបស់តួស្រីចង់ចូលអង្គុយកៅអីតែត្រូវឪពុករបស់តួស្រីប្រាប់ថាកន្លែងនេះជាកន្លែងរបស់ម្ដាយរូអ៊ីទេប្រសិនបើឧបរាជតូចមើលដឹងថាយើងធ្វើបាបម្ដាយបង្កើតរបស់រូអ៊ីនោះគេច្បាស់ជាបន្ទោសយើងជាមិនខានប្អូនស្រីរបស់តួស្រីក៏និយាយយ៉ាងជឿជាក់ថាលោកឧបរាជតូចមិនបានមកទេនៅថ្ងៃនេះលោកពុកស្រីម្នាក់ដែលលោកឧបរាជតូចបានលួសខ្លួនគេចេញពីថ្ងៃមុននោះនឹងទៅអុកឡុកនៅក្នុងដំណាក់របស់លោកឧបរាជតូចនៅថ្ងៃនេះឪពុកក៏សួរយ៉ាងឆ្ងល់ថានេះឯងដឹងបានយ៉ាងម៉េចនាងក៏ស្រមៃឲ្យយើងដឹងថាកាលពីជាតិមុនណាពេលដែលនាងជ្រើសរើសរៀបការជាមួយតួប្រុសដល់ថ្ងៃដែលត្រូវមកលេងផ្ទះស្រីបងម្នាក់នោះក៏មករករឿងនាងចង់ឲ្យតួប្រុសយកនាងធ្វើជាប្រពន្ធម្នាក់ទៀតពួកគេទាំងពីរក៏ឆ្លោះគ្នាដណ្ដើមតួប្រុសទៅវិញទៅមកពេលមកផ្ទះតួប្រុសក៏មិនព្រមមកជាមួយធ្វើឲ្យឪពុករបស់នាងខឹងហើយបណ្ដេញនាងឲ្យចេញពីផ្ទះទៅវិញរួចនិយាយថាបើថ្ងៃក្រោយឯងនៅតែហ៊ានមកទីនេះទៀតយើងនឹងវាយឯងឲ្យបាក់ជើងត្រឡប់មកបច្ចុប្បន្នប្អូនស្រីរបស់តួស្រីក៏និយាយយ៉ាងជឿជាក់ថាយើងនឹងឲ្យឯងភ្លក់រសជាតិឈឺចាប់របស់យើងកាលពីជាតិមុនម្ដងចំណែកឯតួស្រីរបស់យើងវិញពេលរៀបចំធ្វើដំណើរចេញមកស្រីបនម្នាក់នោះក៏មកយំយែកអង្វរឲ្យតួស្រីយល់ព្រមឲ្យនាងធ្វើជាប្រពន្ធទី2របស់តួប្រុសតួស្រីក៏គិតក្នុងចិត្តថានាងពិតជាមកមែនតែគួរឲ្យស្ដាយខ្ញុំមិនល្ងង់ដូចជារស់យានទេគិតហើយក៏សម្ដែងធ្វើជាញញឹមរួចក៏និយាយថា
តែនាងចង់ឲ្យយើងធ្វើយ៉ាងម៉េចស្រីបននោះក៏តបថាសូមអ្នកនាងជួយឲ្យខ្ញុំបានចូលទៅនៅក្នុងដំណាក់នេះហើយឲ្យខ្ញុំធ្វើជាប្រពន្ធរបស់លោកឧបរាជផងព្រោះខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់បើមិនដូច្នោះទេខ្ញុំនឹងបោកក្បាលឲ្យស្លាប់ហើយបងថ្លៃរបស់តួស្រីក៏និយាយថាអ្នកនាងឈីវអឺគួរឲ្យអាណិតណាស់ហើយរឿងដែលលោកឧបរាជតូចស្រឡាញ់រហូតដល់ថ្នាក់ចូលទៅលួសខ្លួននាងគ្រប់គ្នាសុទ្ធតែបានដឹងប្រសិនបើនាងមានបញ្ហាអីនោះគេច្បាស់ជាគិតថាពួកឯងជាអ្នកធ្វើបាបនាងថាមិនត្រូវពួកឯងទាំងពីរអាចមានទោសទៀតផងតួស្រីក៏ធ្វើជានិយាយថាពិតមែនឬបងថ្លៃក៏បន្តនិយាយទៀតថារូអ៊ីរឿងនេះអ្នកប្រុសតូចត្រូវតែដោះស្រាយឯងគួរតែធ្វើដំណើរទៅផ្ទះរបស់ឯងដោយខ្លួនឯងទៅតួស្រីក៏តបថាអត់ទេបងថ្លៃក៏បន្តនិយាយថារូអ៊ីយើងជាគ្រួសារតែមួយប្រសិនបើមានរឿងអីឬក៏ឯងខឹងអីនោះឯងអាចប្រាប់លោកយាយបានលោកយាយអាចជួយដោះស្រាយបញ្ហាឯងបានតួស្រីក៏តបភ្លាមថារឿងនេះមិនចាំបាច់រំខានដល់លោកយាយនោះទេលោកយាយឮហើយក៏សួរថាអញ្ចឹងឯងមានវិធីអ្វីទៅតួស្រីក៏បន្តនិយាយថាយកនាងចូលគ្រួសារឈិនទៅស្រីបននោះឮហើយក៏សប្បាយចិត្តណាស់បងថ្លៃក៏ធ្វើជានិយាយថាតែស្រីបនដូចជានាងយកចូលគ្រួសារមិនស័ក្តិសមទេតួស្រីក៏តបភ្លាមថាមិនអីទេខ្ញុំបានបដូរឋានៈនាងទៅជារាស្ត្រសាមញ្ញរួចហើយយកចូលគ្រួសារក៏គ្មានបញ្ហាអ្វីដែរបងថ្លៃក៏បន្តថាតែបើឮចេញទៅក្រៅច្បាស់ជាមិនល្អនោះទេតួស្រីក៏តបថាយើងក៏យករឿងដែលឪពុករបស់នាងបានជួយលោកឧបរាជតូចទៅនិយាយប្រាប់គេទៅនោះគេក៏នឹងសរសើរលោកឧបរាជតូចថាជាមនុស្សល្អចេះដឹងគុណសុខចិត្តស្អុយឈ្មោះដើម្បីបានជួយមនុស្សដែរតួស្រីក៏បន្តនិយាយថាបងថ្លៃនិយាយកាត់ខ្ញុំរហូតតើបងចង់ឲ្យពួកខ្ញុំឆ្លោះគ្នានៅនឹងមុខលោកយាយហើយធ្វើឲ្យលោកយាយខឹងខ្ញុំមែនទេលោកយាយក៏សួរទៅបងថ្លៃរបស់តួស្រីថាតើឯងពិតជាគិតបែបនេះឬបងថ្លៃរបស់តួស្រីក៏ឆ្លើយថាមិនមែនទេលោកយាយខ្ញុំគ្រាន់តែចង់រកយុត្តិធម៌ឲ្យអ្នកនាងឈីវអឺទេខ្ញុំគ្រាន់តែខ្លាចនាងមិនព្រមធ្វើជាប្រពន្ធចុងដែលត្រូវនៅផ្ទះតូចតែប៉ុណ្ណោះអ្នកនាងឈីវអឺឮហើយក៏តបភ្លាមថាខ្ញុំព្រមតួស្រីក៏ញញឹមរួចក៏និយាយថាមើលទៅគ្មានបញ្ហាអ្វីទៀតទេលោកយាយចៅនឹងប្តីសូមគោរពលាសិនហើយពេលដើរចេញមកអ្នកបម្រើតួប្រុសក៏និយាយទៅកាន់តួប្រុសថាលោកប្រុសបានប្រពន្ធចិត្តទូលាយបែបនេះច្បាស់ជាសប្បាយចិត្តណាស់ហើយតួប្រុសក៏និយាយភ្លាមថាតែយើងដូចជាមិនសប្បាយចិត្តអ្វីសោះនាងមើលទៅដូចជាមិនស្រឡាញ់យើងសោះពេលមកដល់ក្នុងគ្រែស្នេហ៍អ្នកបម្រើរបស់តួស្រីក៏និយាយភ្លាមថាអ្នកនាងមិនក៏ព្រមឲ្យលោកប្រុសយកប្រពន្ធម្នាក់ទៀតអញ្ចឹងតួស្រីក៏តបថាដើម្បីបានឋានៈជាប្រពន្ធល្អហើយមិនបាច់បម្រើមនុស្សប្រុសនោះអីឯងគិតមើលទៅគំនិតរបស់យើងគឺព្រួយមួយបាញ់បានសត្វពីរអ្នកបម្រើក៏បន្តនិយាយថាចុះបើលោកម្ចាស់ស្រឡាញ់ស្រីម្នាក់នោះតួស្រីក៏និយាយថាពួកយើងមានលោកយាយជាខ្នងបង្អែកហើយថ្ងៃក្រោយលុយនិងអំណាចគឺនៅក្នុងដៃរបស់យើងសម្រាប់មនុស្សប្រុសគ្មានអ្វីសំខាន់នោះទេរឿងរបស់យើងក៏ស្លេះនៅត្រឹមនេះហើយណាអ្នកទាំងអស់គ្នាសូមអភ័យទោសបើមានចំណុចខ្វះខាតសូមកុំភ្លេចជួយចុច like ហើយនិង subscribe ឲ្យ admin ផងណាអរគុណច្រើនជម្រាបលា